បាទជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនេផ្លយទៀតដែរបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានទាក់ទងនឹងរឿងសត្វក្អែបបាទសត្វក្អែបគឺជាសត្វអាស័យរពឹសមួយដែលវាមានខ្លួនតូចប៉ុន្តែពឹសចង់សាហាវជាងពស់ខំដឹងបាទហើយចំពោះក្អែបនេះគឺវាមាននៅតាមឈើពុកឬក៏គំនរឈើដែលយើងកនៅតាមផ្ទះរបស់យើងបាទហើយឬក៏នៅក្នុងស្បែកជើងចាស់របស់យើងជួនកាលយើងមិនបានប្រយ័ត្នក៏ក្អែបនេះនៅចូលក្នុងហ្នឹងយើងសោកចូលទៅក៏វាអាចតិចជាងបានដែរបាទចំពោះការតិចរបស់វាគឺប្រើកន្ទុយរបស់វាចាក់បាទហើយយ៉ាងណាមិញជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលនៅតាមទីជនបទហ្នឹងគឺខោអាវគាត់តាក់ទងនឹងខោអាវបាទជាពិសេសគឺខោអាវស្ទង់ដកស្ទង់របស់គាត់តែម្ដងគាត់គក់ហើយគាត់ទុកយ៉ាងទៅវាមានក្លិនជូរក្លិនអីចៃដន្យនេះក្អែបវាចូលក្នុងហ្នឹងហើយយើងមិនបានប្រយ័ត្នមិនបានរលាស់វាពេលយើងពាក់ក៏មានការខ្ទេចបាទតិចពីក្អែបនេះដែរបាទអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់ដូចជាយថាហេតុបាទឥឡូវយើងកុំឲ្យខាត់ពេលយូរតើព័ត៌មាននេះគឺចង់មានន័យដូចបន្តិចបាទជួយ share ចែកគ្នាផងបាទវិធីសង្គ្រោះនៅពេលក្អែបខាំបាទមានប្រយោជន៍ណាស់ពិសេសនៅពេលយប់អធ្រាត្របាទតាមធម្មតាក្អែបជាច្រើនរស់នៅកន្លែងដែលមានសភាពត្រជាក់ហើយសើមបើត្រូវក្អែបខាំពឹសរបស់ក្អែបនឹងធ្វើឲ្យស្បែកបរិវេណនោះឡើងក្រហមបាទហើយហើមឈឺពើតនឹងអាចស្ពឹកក៏បានបាទករណីអ្នកខ្លះមានប្រតិកម្មខ្លាំងអាចក្តៅខ្លួនក្អួតនិងមានការអាការៈស្រើតបាទគឺការៈបែបនេះបងប្អូនអាចដឹងគឺសត្វពស់ខាំបងប្អូនបាទប៉ុន្តែពឹសរបស់ក្អែបនៅតំបន់ប្រទេសយើងមិនបណ្ដាឲ្យមានបាត់បង់ជីវិតដោយផ្ទាល់នោះទេបាទវាគ្រាន់តែឈឺហើមអីចឹងណាបាទបើក្អែបខាំបរិវេណដៃឬជើងត្រូវដាក់ឲ្យផ្នែកនោះទៅឲ្យនៅទាបបាទអញ្ចឹងឧទាហរណ៍ថាខាំជើងយើងដាក់សន្លកជើងវាទៅក្រោមទៅបាទករណីក្អែបខាំនៅម្រាមដៃឬម្រាមជើងអ្នកត្រូវយកខ្សែឬក្រណាត់មករឹតនៅថ្នាំងម្រាមដៃជាការពារជាតិពឹសផ្សាយភាយពេញខ្លួនបាទយើងយកក្រណាត់ឬក៏កស៊ូបងប្អូនកស៊ូក៏បានដែរឧទាហរណ៍ខាំតិចចំម្រាមដៃយើងយកកស៊ូរឹតថ្នាំងដៃខាងក្រោមកុំឲ្យវាឡើងមកដល់ខាងលើឬក៏ពេញរាងកាយរបស់យើងបាទបន្តមកត្រូវលាងមុខរបួសដោយអាល់កុលឬលាងដោយទឹកថ្នាំសម្លាប់មេរោគរួចស្អំតកកដើម្បីបន្ថយការហើមនិងទទួលទានថ្នាំបំបាត់ការឈឺចាប់បាទក្អែបជាសត្វមួយប្រភេទដែលមានពឹសខ្លាំងហើយប្រសិនបើវាខាំត្រូវនឹងអ្នកនឹងមានការចុកចាប់ពេញរាងកាយបាទដូច្នេះគ្រប់គ្នាគួរតែស្វែងរកវិធីបង្ក្រាបពឹសដោយខ្លួនឯងដើម្បីដោះស្រាយបញ្ហាបានភ្លាមបាទបើផ្លាស្មាឬក៏សារធាតុរាវដែលនៅជាប់នឹងបំពង់ករបស់សត្វមាន់គេតែងតែនិយាយថាមាន់គឺជាសត្រូវរបស់សត្វក្អែបបាទដូច្នេះប្រសិនបើអ្នកប្រើប្រាស់ទឹកមាន់វានឹងជួយយកឈ្នះពឹសរបស់សត្វក្អែបបានបាទនៅពេលដែលក្អែបខាំសូមយក
ក្រណាត់ឬខ្សែមកចងត្រង់កន្លែងដែលត្រូវក្អែបរឹតឲ្យតឹងដើម្បីកុំឲ្យពឹសរបស់ក្អែបជ្រាបចូលទៅកន្លែងផ្សេងទៀតឬក៏បេះដូងបាទបន្ទាប់មកចាប់មាន់មួយក្បាលហើយលោកម្រាមដៃចូលទៅក្នុងបំពង់ករបស់វាដើម្បីផ្ដិតយកសារធាតុរាវមកលាបនៅលើកន្លែងដែលត្រូវក្អែបខាំបាទធ្វើបែបនេះឲ្យបាន2ទៅ3ដងការឈឺចាប់នឹងត្រូវបានកាត់បន្ថយរហូតទាល់តែបាត់បាទសម្រាប់ចាស់បុរាណមានការព្យាបាលក្អែបដោយប្រើការត្រាំមុខរបួសនៅក្នុងទឹកខ្មេះឬប្រើជ័រល្ហុងខ្ចីបាទមកលាបពីលើមុខរបួសដើម្បីកាត់បន្ថយការឈឺពើតបាទហើយនេះគឺជាវិធីសម្រាប់ការពារសម្រាប់ក្អែបខាំបាទយើងទី1យើងបន្តខាំរាមដៃតិចរាមដៃអញ្ចឹងយើងយកកស៊ូឬក៏ខ្សែរឹតបន្ទាប់ពីខ្នាងដៃរបស់យើងការពារកុំឲ្យវាជ្រាបទៅដល់កន្លែងផ្សេងទៀតបាទហើយទី2វិញយើងពេលបន្តិចយើងចាប់មាន់ហើយយើងយកម្រាមដៃដែលមុខរបួសតែតិចហ្នឹងលុបចូលក្នុងកមាន់ទៅហើយយកអាស្លេសរបស់មាន់ហ្នឹងដើម្បីដាក់មុខរបួសហ្នឹងគឺវាបំបត្តិការឈឺចុកចាប់មួយចំនួនខ្លះដែរបាទចំពោះវិធីចាស់បុរាណវិញគឺយកមុខរបួសដែលក្អែបខាំហ្នឹងយកទៅត្រាំក្នុងទឹកខ្មេះឬជ័រល្ហុងខ្ចីបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ